នេះគឺជាម៉ាស៊ីនដែលមានអាយុកាលជាង30ឆ្នាំប៉ុន្តែនៅតែអាចដំណើរការបានដោយសារតែខ្ញុំធ្វើការនៅជាមួយម៉ាស៊ីនហ្នឹងហើយមេខ្ញុំក៏បានប្រាប់ថាម៉ាស៊ីនហ្នឹងគឺមានអាយុកាល30ឆ្នាំហើយប៉ុន្តែវានៅតែដំណើរការបានហើយវាអត់មានខូចសំខាន់គឺវានៅលក្ខណៈដែកសាច់ដែកវានៅស្អាតទាំងអស់បងប្អូននេះបងប្អូនមើលឃើញដែកនៅស្អាតទាំងអស់គឺអត់មានច្រេះអត់មានអីទេហើយ brand នេះគឺជា brand របស់ប្រទេសអ៊ីតាលីជាបងប្អូនហើយម៉ាស៊ីននេះដែរផលិតដែកនេះគឺដែកនេះខ្ញុំដឹងថាយកទៅធ្វើក្រែប៉ុន្តែអត់ដឹងថាក្រែហ្នឹងគឺជាក្រែរបៀបមួយទេខ្ញុំគាត់ថាខ្ញុំដឹងថាធ្វើក្រែគាត់ប្រាប់ថាយកធ្វើក្រែប៉ុន្តែអត់ដឹងថាយកធ្វើបែបម៉េចទេហើយដែកហ្នឹងគឺវាផលិតចេញមកគឺចេញប្រភេទតម្រង់បែបនេះអញ្ចឹងបងប្អូនណាដឹងថាដែកប្រភេទនេះគេយកទៅធ្វើក្រែរបៀបម៉េចចាំបងប្អូនជួយខមមិនប្រាប់ផងនេះបងប្អូនម៉ាស៊ីននេះគឺអាយុកាលដល់30ឆ្នាំហើយបើសិនជាម៉ាស៊ីនធម្មតាខ្ញុំគិតថាប្រហែលជាដំណើរការឡើងកើតដែរបងប្អូនដោយសារវាខូចហើយប៉ុន្តែម៉ាស៊ីននេះគឺល្អមែនតើសំខាន់សាច់ដែកវាមាំមែនទេវាអត់មានថាច្រេះអត់មានថាពុកផុយអីទេអានេះវាស្នាមប្រឡាក់នេះគាត់ថាជាប្រេងដែលយើងជូតវាកុំឲ្យវាស្អិតទេបងប្អូនអញ្ចឹងវានៅល្អមែនទេគឺដែកនេះអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូអញ្ចឹងសូមកុំភ្លេចជួយ Subscribe ម្នាក់មួយផងហើយបន្តមកអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូសូមជួយ Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនសូមជម្រាបលា